នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកពាក្យចំនួន10ដែលនិយាយអំពីប្រទេសទាំង10នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពាក្យទី1នេះមាន2ព្យាង្គដែលយើងអានថា Brunei គឺប្រទេស Brunei ពាក្យទី2នេះមាន3ព្យាង្គដែលយើងអានថា Cambodia គឺប្រទេសកម្ពុជាពាក្យទី3នេះមាន4ព្យាង្គដែលយើងអានថា Indonesia គឺប្រទេសឥណ្ឌូនេស៊ីពាក្យទី4នេះមានត្រឹមតែ1ព្យាង្គប៉ុណ្ណោះដែលយើងអានថា Laos គឺប្រទេសឡាវពាក្យទី5នេះមាន3ព្យាង្គដែលយើងអានថា Malaysia គឺប្រទេសម៉ាឡេស៊ីពាក្យទី6នេះមាន2ព្យាង្គដែលយើងអានថា Myanmar គឺប្រទេសមីយ៉ាន់ម៉ាពាក្យទី7នេះមាន3ព្យាង្គដែលយើងអានថា Philippines គឺប្រទេសហ្វីលីពីនពាក្យទី8នេះមាន3ព្យាង្គដែលយើងអានថា Singapore គឺប្រទេសសិង្ហបុរីពាក្យទី9នេះមាន2ព្យាង្គដែលយើងអានថា Thailand គឺប្រទេសថៃពាក្យទី10នេះមាន2ព្យាង្គដែលយើងអានថា Vietnam គឺប្រទេសវៀតណាមសូមស្ដាប់ការបញ្ចេញសំឡេងនិងថាតាមទី1 Brunei ទី2 Cambodia ទី3 Indonesia ទី4 Laos ទី5 Malaysia ទី6 Myanmar ទី7 Philippines ទី8 Singapore ទី9 Thailand ទី10 Vietnam ការលើកយកពាក្យចំនួន10ដែលតាក់ទងទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបញ្ចប់តែត្រឹមនេះសាកល្បងបកប្រែពាក្យដោយខ្លួនឯងជួបគ្នានៅក្នុងវីដេអូបន្ទាប់